ក្រោយពេលដែលព្រះបាទមហិន្ទរាជាព្រះសេដ្ឋាដាក់រាជសម្បត្តិព្រះអង្គទ្រង់អភិសេកព្រះរាជបុត្រច្បងព្រះនាមជ័យជេដ្ឋាដែលមានព្រះជន្ម11ព្រះវស្សាឲ្យឡើងសោយរាជស្នងនៅរាជធានីលង្វែកដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជាអង្គការព្រះជ័យជេដ្ឋារាមាធិបតីដែលអ្នកប្រវត្តិវិទូច្រើនហៅថាព្រះជ័យជេដ្ឋាទី1ដោយព្រះជ័យជេដ្ឋារាមាធិបតីទ្រង់នៅក្មេងពេកអំណាចទាំងអស់ត្រូវស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ព្រះឧបយោរាជានុសិទ្ធគឺព្រះមហិន្ទរាជាព្រះសិទ្ធាជាព្រះបិតាព្រះអង្គដដែលដោយសារការប្រព្រឹត្តអំពើមិនសមរម្យមានការរំលាយព្រះនិងលើកកូនក្មេងឲ្យឡើងសោយរាជគ្រប់គ្រងព្រះនគរដូច្នេះការក្តៅក្រហាយក៏កើតមានឡើងហើយបង្កជាភាពវឹកវរចលាចលគ្រប់ទីកន្លែងក្នុងព្រះនគរឯកសារខ្លះដូចជាឯកសារព្រះរាជពង្សាវតារមហាបុរសខ្មែរបានបញ្ជាក់ថាប្រផ្នូលអាក្រក់បានកើតមានឡើងគ្រប់ទិសទីព្រះខ័នឡើងស្នឹមតាំងពីត្រឹមត្រីសូរហូតដល់គល់ទាំងសងខាងអាងទឹកសម្រាប់ព្រះមហាក្សត្រនៅភូមិបានណន់បាត់ដំបងរីងហួតអស់រលីងទឹកសម្រាប់មន្ត្រីល្អក់ខាប់ខួរទឹកសម្រាប់រាជឡើងក្រហមច្រាលដូចឈាមដំបូកឃ្លាំងមឿងនៅខេត្តពោធិ៍សាត់ប្រែរិចរិលអស់ព្រះអត្តរសក្នុងវត្តព្រះពុទ្ធលាយលក្ខណ៍ខេត្តបរិបូរមានឈាមហូរចេញពីព្រះឱរាព្រះពុទ្ធសីយាសខេត្តអាសន្ទុកមានឈាមចេញពីព្រះបាទមានស្រមោចលីងដេញមិនឈ្នះសោះព្រះពុទ្ធសីយាសខេត្តបាសានត្រង់ព្រះបាទនិងព្រះឱរាមានហូរឈាមព្រះឥសូរព្រះនរាយវត្តវិហារសួរមានឈាមហូរចេញតាមព្រះនេត្រព្រះជ្រៃបាក់មែកទិសខាងកើតលាក់នឹងលាក់ម្យ៉ាងទៀតដោយមានចិត្តប្រមាថគិតថាសៀមមិនអាចមានកម្លាំងវាយកបន្ទាយលង្វែកបានហើយជឿថាសៀមរៀងចាលែងហ៊ានលើកទ័ពមកទៀតផងខ្មែរមួយចំនួនទាំងមន្ត្រីទាំងរាជទាំងរាយពលបាននាំគ្នាកាប់ឆ្ការព្រៃឫស្សីដើម្បីរើសយកប្រាក់ដួងចំណែកខាងសៀមវិញក្រោយពីបានដំណឹងថាព្រះសិទ្ធាមានសតិពុំប្រក្រតីនគរកម្ពុជាកើតចលាចលគ្រប់ទីកន្លែងហើយគុំឫស្សីដែលជារបងយ៉ាងក្រាស់របស់បន្ទាយលង្វែកនោះត្រូវខ្មែរកាប់ឆ្ការបំផ្លាញអស់ជាច្រើនអន្លើផងហើយឆ្នាំ1593ព្រះនរានសូរស្ដេចសៀមក៏លើកទ័ពចំនួន 150,000 នាក់ឯកសារខ្លះថា 290,000 ដំរីនិងសេះច្រើនពាន់ចូលវាយលុកប្រទេសកម្ពុជាជាថ្មីម្ដងទៀតព្រះមហិន្ទរាជាព្រះសត្ថាទ្រង់ជ្រាបដំណឹងនេះទ្រង់ក៏បានបញ្ជាឲ្យលោកវេឡូសូជនជាតិព័រទុយហ្គាល់ជាប្អូនថ្លៃព្រះអង្គឲ្យទៅតាក់ទងសុំជំនួយទ័ពពីអ្នកកាន់អំណាចព័រទុយហ្គាល់នៅម៉ាឡាកាតែពួកនេះមិនអាចមកជួយខ្មែរបានឡើយព្រោះជាប់រវល់ច្បាំងជាមួយនឹងពួកម៉ាឡាយូដូច្នេះព្រះសត្ថាទ្រង់ងាកទៅតាក់ទងជាមួយនឹងពួកអេស្ប៉ាញ៉ុលនៅហ្វីលីពីនវិញដោយទ្រង់បញ្ជាឲ្យលោកវេឡូសូនាំព្រះរាជសាររបស់ព្រះអង្គទៅជូនលោកទេសាភិបាលអេស្ប៉ាញនៅក្រុងម៉ានីលប៉ុន្តែលោកទេសាភិបាលអេស្ប៉ាញ៉ុលពុំអាចបញ្ជូនទ័ពមកជួយខ្មែរបានទេព្រោះពេលនោះលោកកំពុងតែរៀបចំកងទ័ពទៅវាយយកកោះមូលុកផងដែរប៉ុន្តែក្រោយពីលោកទេសាភិបាលចាស់ជាឪពុកអនិច្ចកម្មទៅលោកទេសាភិបាលអេស្ប៉ាញ៉ុលថ្មីជាកូនក៏បានបញ្ជាទ័ពមកកម្ពុជាប៉ុន្តែមកដល់លង្វែកក្រោយពេលដែលសៀមវាយលុកយកបានបន្ទាយនេះរួចស្រេចទៅហើយចំណែកខាងទ័ពសៀមវិញក្រោយពីបានជោគជ័យលើកម្លាំងទ័ពខ្មែរនៅខេត្តបាត់ដំបងហើយក៏លើកជំរុលមកវាយបន្ទាយខេត្តពោធិ៍សាត់រួចបន្តមកដល់ខេត្តបរិបូរបន្ទាយរលាផ្អៀទៀតដោយឃើញទ័ពសៀមមានចំនួនច្រើនលើសលប់ព្រះស្រីសូរិយោពណ៌ដែលជាព្រះឧបយោរាជដែលគង់ការពារក្នុងបន្ទាយរលាផ្អៀនោះក៏ដកទ័ពចូលមកក្រុងលង្វែកចំណែកព្រះសិដ្ឋាវិញលុះទ្រង់ជ្រាបថាទ័ពសៀមលើកមកដល់ជិតបន្ទាយលង្វែកហើយទ្រង់ក៏នាំព្រះរាជបុត្រព្រះជ័យជេដ្ឋានិងព្រះពញាតននិងអគ្គមហេសីស្រីស្នំភៀសព្រះអង្គទៅគង់នៅស្រីសន្ធររួចក្រោយមកទៅស្ទឹងត្រែងហើយទីបំផុតយាងរហូតដល់វៀងច័ន្ទប្រទេសឡាវឡានឆាងចំណែកព្រះស្រីសូរិយោពណ៌ជាព្រះឧបយោរាជទ្រង់បាននាំទ័ពក្នុងបន្ទាយលង្វែក
វាយប្រយុទ្ធជាមួយខ្មាំងសត្រូវយ៉ាងស្វិតស្វាញសៀមបានឡោមព័ទ្ធបន្ទាយលង្វែកអស់រយៈពេល3ខែតែចូលមិនបានទីបំផុតព្រះនរេនសូរស្ដេចសៀមទ្រង់បញ្ជាឲ្យយកចំបើងជ្រលក់ជ័រទឹកមកដុតឫស្សីដែលខ្មែរបានគាស់រំលើងទាំងនោះឆេះអស់រយៈពេល3យប់3ថ្ងៃរួចវាយសម្រុកយកបន្ទាយលង្វែកបានសៀមចាប់ព្រះស្រីសូរិយោពណ៌ឧបយោរាជរបស់ខ្មែរព្រះរាជបុត្រនិងព្រះមហេសីនាំយកទៅស្រុកនៅក្នុងជ័យជំនះដ៏ធំធេងលើខ្មែរនេះសៀមបានដុតបំផ្លាញកំទេចបន្ទាយលង្វែកដែលជាបន្ទាយដ៏រឹងមាំចុងក្រោយរបស់ខ្មែរអស់គ្មានសល់ហើយសៀមបានប្រមូលយកឯកសារគម្ពីរដីកាក្រាំងក្បួនខ្នាតដ៏មានតម្លៃផ្សេងរបស់ជាតិខ្មែរព្រមទាំងចាប់យកអ្នកប្រាជ្ញរាជបណ្ឌិតកវីសិល្បករជាច្រើនព្រមដោយបដិមាព្រះគោព្រះកែវជាទីសក្ការៈរបស់ខ្មែរនិងបានគៀគ្រួខ្មែរវល់សែនអ្នកវាយបង្ខំយកទៅស្រុកសៀមផងចំណែកខាងព្រះមហិន្ទរាជាព្រះសិទ្ធានិងព្រះជ័យជេដ្ឋាជាព្រះរាជបុត្រដែលទ្រង់ភៀសខ្លួនទៅស្ទឹងត្រែងរួចទៅប្រទេសឡាវឡានឆាងនោះទ្រង់មានជំងឺចាញ់ហើយចូលទីវង្គតទាំងពីរព្រះអង្គនៅទីនោះក្នុងឆ្នាំនោះទៅ